ជំរាបសួរបងប្អូនអរគ្នាក្នុងក្រុមជំនុំនៃព័ន្ធកិច្ចសៀមរាប Ministry ទាំងអស់គ្នាដោយសារតែថ្ងៃនេះគឺចូលឆ្នាំខ្មែរហើយយើងមិនទាន់ជួបជុំគ្នាហើយពេលខ្លះបងប្អូនយើងមានតរៈជាប់រវល់អញ្ចឹងជាការលើកទឹកចិត្តហើយជាជំហរសម្រាប់ជីវិតគឺខ្ញុំមានខអំពីដើម្បីលើកទឹកចិត្តបងប្អូនយើងក្រុមជំនុំទាំងអស់គ្នាឲ្យបងប្អូនយើងពិចារណាកុំឲ្យយើងដាច់នៅព្រះបន្ទូលព្រះអង្គជាជំហរសម្រាប់ជីវិតយើងខ្ញុំចង់លើកការអធិប្បាយព្រះបន្ទូលព្រះអង្គនៅក្នុងចំណុចអំពីសេចក្តីស្រឡាញ់របស់ព្រះហើយជាការពិតសេចក្តីស្រឡាញ់របស់ព្រះអង្គគឺយើងចង់និយាយពីសេចក្តីស្រឡាញ់មួយសេចក្តីស្រឡាញ់គឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានប៉ុន្តែមិនមែនសេចក្តីស្រឡាញ់ទាំងអស់សុទ្ធតែដូចគ្នានោះទេសេចក្តីស្រឡាញ់របស់មនុស្សអាចផ្លាស់ប្ដូរសេចក្តីស្រឡាញ់របស់មនុស្សអាចបរាជ័យហើយអាចคล้ายคล้ายអាត្មានិយមប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះគឺខុសពីមនុស្សសេចក្តីស្រឡាញ់របស់ព្រះគឺឥតខ្ចោះហើយមិនផ្លាស់ប្ដូរហើយព្រះអង្គមានសេចក្តីស្រឡាញ់ដែលលះបង់បំផុតយើងអាចនឹងពិចារណាពីសេចក្តីស្រឡាញ់មួយដែលព្រះអង្គមិនចេះមិនខុសមិនចេះខុសគឺមានបុរសម្នាក់គាត់ជាជនជាតិអូស្ត្រាលីគាត់កើតមកអត់មានដៃហើយជើងក៏អត់មានដែរហើយគាត់ឈ្មោះលោក Nick Vujicic គាត់ជាជនជាតិអូស្ត្រាលីហើយគាត់កើតមកគឺជាករណីកម្រហើយគាត់កាលពីគាត់នៅក្មេងគាត់បានតស៊ូយ៉ាងខ្លាំងនៅពេលដែលគាត់អត់មានដៃមានជើងយ៉ាងដូចនោះគាត់បាក់ទឹកចិត្តគាត់ទទួលការបដិសេធគាត់អស់សង្ឃឹមហើយគាត់ត្រូវបានគេធ្វើបាបខាងផ្លូវអារម្មណ៍ថាគាត់មានបន្ទុកហើយគាត់មានចំណុចដែលធ្វើឲ្យគាត់នឹងលែងចង់រស់ទៅទៀតហើយពេលដែលគាត់អាយុ10ឆ្នាំគាត់ចាប់ផ្ដើមចង់បញ្ចប់ជីវិតរបស់គាត់ដោយគាត់មានសំណួរសួរនៅសំណួរពិបាកមួយថាហេតុអ្វីបានជាព្រះអង្គទ្រង់បានបង្កើតរូបខ្ញុំបែបនេះតើជីវិតរបស់ខ្ញុំមានតម្លៃឬទេតាមរយៈពេលកន្លងមកគឺគាត់បានមានសំណួរសួរខ្លួនឯងថាតើព្រះអង្គស្រឡាញ់គាត់ឬក៏មិនស្រឡាញ់ឬក៏ត្រូវបានបំភ្លេចចោលនៅពេលដែលគាត់ចាប់ផ្ដើមយល់អំពីសេចក្តីស្រឡាញ់របស់ព្រះគឺមិនមែនផ្អែកទៅលើរូបកាយរបស់គាត់មិនមែនផ្អែកទៅលើសមត្ថភាពប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះផ្អែកទៅលើគោលបំណងតាមរយៈការអានគម្ពីរដែលគាត់ចំណាយពេលអានគម្ពីរតាមរយៈការដែលគាត់ស្ដាប់នៅព្រះយេស៊ូវគ្រីស្ទគាត់ចាប់ផ្ដើមយល់ឃើញថាព្រះអង្គមិនមែនបង្កើតមកអត់មានដៃមានជើងគឺព្រះអង្គខុសនោះទេព្រះអង្គស្រឡាញ់គាត់យ៉ាងជ្រៅខាងយ៉ាងជ្រាលជ្រៅហើយគាត់មានគោលបំណងគឺព្រះអង្គមានគោលបំណងសម្រាប់ជីវិតរបស់គាត់ជំនួសឲ្យការផ្ដោតលើអ្វីដែលគាត់មិនមានគាត់ចាប់ផ្ដើមទុកចិត្តលើព្រះជាងមុនហើយគាត់ក៏คล้ายទៅជាអនាគតទៅក្រោយមកក៏គាត់คล้ายទៅជាវាគ្មិនដែលដើរនិយាយជាសាធារណៈសកលចែករំលែកសេចក្តីសង្ឃឹមទូទាំងមនុស្សនៅជុំវិញពិភពលោកជាង70ប្រទេសហើយគាត់ចាប់ផ្ដើមពន្ធកិច្ចមួយដែលមានឈ្មោះថាជីវិតគ្មានអវយវៈហើយគាត់បានលើកទឹកចិត្តដល់មនុស្សរាប់លានអ្នកដែលប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តពិការភាពនិងភាពអស់សង្ឃឹមគាត់ចាប់ផ្ដើមរៀបការហើយគាត់មានគ្រួសារដែរនៅសពថ្ងៃគាត់និយាយថាប្រសិនបើ
ព្រះអាចធ្វើការមនុស្សដែលគ្មានដៃគ្មានជើងដូចជាគាត់ទ្រង់ក៏អាចប្រើមនុស្សដែលមានដៃមានជើងយ៉ាងច្រើនបានផងដែរអ្វីដែលយើងអាចមើលឃើញពីចំណុចទាំងអស់នេះទី1គឺសេចក្តីស្រឡាញ់របស់ព្រះផ្ដល់គោលបំណងសំបីតែគ្រាឈឺចាប់អ្វីដែលមើលទៅដូចជាមានដែនកំណត់អាចคล้ายទៅជាផុសតាងដែលមានឥទ្ធិពលទី2សេចក្តីស្រឡាញ់របស់ព្រះឈានដល់គ្រាដ៏លំបាកបំផុតសូម្បីតែពេលដែលលោកនិកគាត់ចង់បោះបង់ចោលជីវិតរបស់គាត់ព្រះនៅតែគង់នៅទីនោះជាមួយនឹងគាត់ហើយទី3សេចក្តីស្រឡាញ់របស់ព្រះអាចផ្លាស់ប្ដូរជីវិតនិងភាពពីអស់សង្ឃឹមទៅជាមានសង្ឃឹមហើយនឹងភាពទន់ខ្សោយទៅជាការធ្វើឲ្យការលើកទឹកចិត្តដល់មនុស្សជាច្រើនតើបងប្អូនយើងមានអារម្មណ៍ថាជីវិតរបស់យើងមិនគ្រប់គ្រាន់កន្លែងណាតើបងប្អូនស៊ូជាមួយនឹងការឈឺចាប់ឬក៏ការលំបាកចិត្តយ៉ាងណាខ្ញុំចង់បង្ហាញឲ្យបងប្អូនយើងយល់ពីនិយមន័យអំពីសេចក្តីស្រឡាញ់របស់ព្រះគឺជាការបដិញ្ញាដោយគ្មានលក្ខខណ្ឌរបស់ទ្រង់ក្នុងការថែរក្សានិងសេចក្តីសង្គ្រោះនិងការស្ដារឡើងវិញនៅមនុស្សមានបាបហើយតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទសេចក្តីស្រឡាញ់របស់ព្រះគឺគ្មានលក្ខខណ្ឌដោយតែបងប្អូនយើងអាចនឹងមានគម្ពីរបើកនៅក្នុងគម្ពីររ៉ូមជំពូក5ខ8ថាកាលដែលយើងទាំងអស់គ្នានៅមានបាបនៅឡើយគឺទ្រង់សុគតជំនួសយើងក្នុងកាលដែលយើងនៅមានបាបនៅឡើយព្រះមិនបានរងចាំឲ្យយើងคลายទៅជាមនុស្សល្អទេគឺព្រះអង្គស្រឡាញ់យើងនៅពេលដែលយើងស្ថិតក្នុងគ្រាលំបាកគ្រាអាក្រក់បំផុតមិនមែនពេលដែលយើងស្ថិតនៅក្នុងគ្រាល្អបំផុតចាំព្រះអង្គស្រឡាញ់យើងនោះទេដូចជាឪពុកម្ដាយដែលស្រឡាញ់កូនពេលដែលកូនមិនស្ដាប់បង្គាប់សេចក្តីស្រឡាញ់របស់ព្រះគឺមិនផ្អែកទៅលើការអនុវត្តរបស់យើងទេគឺឪពុកម្ដាយក៏នៅតែស្រឡាញ់យើងព្រះអង្គក៏នៅតែស្រឡាញ់យើងបងប្អូនមិនចាំបាច់ស្វែងរកសេចក្តីស្រឡាញ់របស់ព្រះដល់ពេលដែលបងប្អូនឥតខ្ចោះប៉ុន្តែព្រះអង្គបានស្រឡាញ់យើងសូមឲ្យយើងគ្រាន់តែសម្រេចចិត្តមករកទ្រង់ទោះបីជាបងប្អូនយើងមានសន្តានយ៉ាងណាក៏ដោយសេចក្តីស្រឡាញ់របស់ព្រះគឺជាការលះបង់ដ៏ធំធេងដែលបងប្អូនយើងមើលនៅក្នុងគម្ពីរយ៉ូហានជំពូក3ខ16បានដឹងស្រាប់ហើយគឺបិទព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអស់អ្នកណាដែលទទួលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញសេចក្តីស្រឡាញ់បានត្រូវបានបង្ហាញដោយសកម្មភាពមិនមែនគ្រាន់តែពាក្យសម្ដីនោះទេព្រះជាម្ចាស់បានប្រទានព្រះរាជបុត្រាទ្រង់គឺព្រះអង្គទ្រង់បានលះបង់ដ៏ធំបំផុតហើយព្រះអង្គបានចំណាយអ្វីៗគ្រប់យ៉ាងគឺជាសេចក្តីស្រឡាញ់របស់ព្រះអង្គសូមគិតមើលអ្នកណាម្នាក់ដែលលះបង់អ្វីមួយគឺមានតម្លៃដ៏ធំបំផុតសម្រាប់អ្នកដទៃដែលឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ព្រះនៅលើជើងឆ្កាងតើបងប្អូនសុខចិត្តស្រឡាញ់អ្នកដទៃដោយលះបង់ដែរឬទេសេចក្តីស្រឡាញ់គួរតែជំរុញឲ្យយើងធ្វើជាសកម្មភាពនេះហើយជាសេចក្តីស្រឡាញ់ដែលព្រះអង្គលះបង់ជំនួសយើងសេចក្តីស្រឡាញ់របស់ព្រះនាំមកនៅសេចក្តីសង្គ្រោះដោយដែលបងប្អូនយើងអានគម្ពីរយ៉ូហានទី1ពុកទី4ខ9ដល់ខ10យើងមើលឃើញថាសេចក្តីស្រឡាញ់របស់ព្រះមិនមែនគ្រាន់តែជាអារម្មណ៍នោះទេតែគឺជាសេចក្តីសង្គ្រោះសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវទ្រង់យាងមក
ដើម្បីឲ្យយើងអាចនឹងមានជីវិតអកលជានិច្ចសេចក្តីស្រឡាញ់របស់ផងព្រះមិនមែនបង្ងើយកន្តើយនឹងអំពើបាបទេតែសេចក្តីស្រឡាញ់គឺដោះស្រាយនៅរាល់អំពើបាបតាមរយៈព្រះអង្គម្ចាស់យេស៊ូវដោយព្រះអង្គមានបន្ទូលថាតែព្រះទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់យើងរាល់គ្នាគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយព្រះអង្គទទួលយកសេចក្តីស្រឡាញ់របស់ទ្រង់គឺយើងអាចទទួលយកសេចក្តីស្រឡាញ់របស់ទ្រង់គឺដោយសារដែលយើងទទួលជឿលើព្រះអង្គហើយសូមយើងចែករំលែកសេចក្តីស្រឡាញ់នេះដល់អ្នកដទៃដើម្បីគេបានទទួលសេចក្តីស្រឡាញ់ផងដែរមួយទៀតគឺជាចំណុចចុងក្រោយគឺសេចក្តីស្រឡាញ់របស់ព្រះគឺនៅអកលជានិច្ចហើយព្រះអង្គអត់ប្រែប្រួលយេរេមៀជំពូកទី31ខទី3បានចែងថាខ្ញុំបានស្រឡាញ់អ្នកដោយសេចក្តីស្រឡាញ់ដ៏នៅអកលជានិច្ចសេចក្តីស្រឡាញ់របស់ផងព្រះគឺសេចក្តីស្រឡាញ់របស់មនុស្សអាចបរាជ័យប៉ុន្តែសេចក្តីស្រឡាញ់របស់ផងព្រះមិនដែលផ្លាស់ប្ដូរឡើយគឺសេចក្តីស្រឡាញ់របស់ទ្រង់មិនមែនជាបណ្ដោះអាសន្នទេវាជាសេចក្តីស្រឡាញ់ដ៏នៅអកលជានិច្ចដូច្នេះចូលឲ្យយើងយើងទុកចិត្តលើព្រះអង្គសូម្បីតែក្នុងគ្រាដ៏លំបាកបំផុតហើយព្រះអង្គទ្រង់ស្រឡាញ់យើងនៅពេលដែលអ្វីទៀតបានផ្លាស់ប្ដូរតែព្រះអង្គមិនផ្លាស់ប្ដូរទេព្រះអង្គនៅតែស្រឡាញ់យើងជានិច្ចដូច្នេះចូលយើងពិចារណាឡើងវិញអំពីចំណុចទាំងអស់នេះសេចក្តីស្រឡាញ់របស់ផងព្រះគឺគ្មានលក្ខខណ្ឌសេចក្តីស្រឡាញ់របស់ផងព្រះទ្រង់លះបង់សេចក្តីស្រឡាញ់របស់ផងព្រះទ្រង់ជួយសង្គ្រោះយើងហើយសេចក្តីស្រឡាញ់របស់ផងព្រះគឺអកលជានិច្ចគឺយើងបង្ហាញសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុតគឺដោយសារតែយើងឃើញព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទ្រង់សគត់នៅលើឈើឆ្កាងជំនួសបាបយើងប្រសិនបើបងប្អូនយើងទាំងអស់គ្នាមិនទាន់ធ្លាប់ទទួលសេចក្តីស្រឡាញ់របស់ព្រះទេនៅថ្ងៃនេះគឺបងប្អូនយើងក៏បីសម្រេចចិត្តទទួលយកសេចក្តីស្រឡាញ់របស់ផងព្រះហើយប្រសិនបើបងប្អូនស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់រួចហើយចូលឲ្យបងប្អូនយើងរស់នៅក្នុងសេចក្តីស្រឡាញ់នោះហើយចែករំលែកដល់អ្នកដទៃនៅចុងក្រោយគឺយើងសួរនៅសំណួរយ៉ាងដូចនេះថាតើអ្វីជាភាពខុសគ្នារវាងសេចក្តីស្រឡាញ់របស់មនុស្សនិងសេចក្តីស្រឡាញ់របស់ព្រះហេតុអីបានជាការថ្វាយយ៉ាញ់បូជារបស់ព្រះយេស៊ូវមានសារៈសំខាន់សម្រាប់សេចក្តីសង្គ្រោះរបស់អ្នកតើបងប្អូនបង្ហាញសេចក្តីស្រឡាញ់របស់ព្រះដល់អ្នកដទៃយ៉ាងដូចដេចនៅសប្តាហ៍នេះហើយជាចុងក្រោយសំណួរចុងក្រោយតើបងប្អូនធ្លាប់ជួបប្រទះសេចក្តីស្រឡាញ់របស់ព្រះដោយផ្ទាល់ឬទេសូមបងប្អូនយើងពិចារណាសំណួរទាំងនេះហើយបងប្អូនយើងអធិដ្ឋានអំពីចំណុចទាំងអស់នេះអធិដ្ឋានដោយថាព្រះអង្គអើយអរគុណព្រះអង្គសម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គដល់ខ្ញុំទោះបីជាខ្ញុំមិនសមនឹងទទួលសេចក្តីស្រឡាញ់ក៏ដោយសូមព្រះអង្គជួយខ្ញុំឲ្យទទួលសេចក្តីស្រឡាញ់របស់ទ្រង់និងចែករំលែកសេចក្តីស្រឡាញ់ដល់អ្នកដទៃក្នុងព្រះនាមព្រះយេស៊ូវអាមែនសូមព្រះប្រទានពរបងប្អូនអរគ្នា